ពីមុននៅក្នុងការប្រើផាស៊ីវរត់លឿនលួចយក map ឡើយយើងមើលពីចម្ងាយសិនអូខាលីតំដល់មកផ្ទះហើយបាទ Franco ក៏ដល់ប៉មទី1បាទហើយបាទ Let's see ចាំមើល3 2 1អត់ទៅដល់គ្នាអត់ទៅដល់គ្នាតែសង្គ្រាម clear lane mid វិញឥឡូវខាលីមាន3កវា Macaras សិនបន្លាស់ហើយមកចាក់ passive ទៀតចុំអត់ clear lane មុនអូអត់ clear lane មុនអត់ clear lane មុនតែថាអ្វីគេហូកបាទខ្លាចគេហូកមួយលួចសុំល្វែមួយចូលស្មៅបាត់អត់អត់ចាយ retreat ទេពីខេនច្បាស់ទៅលេងខ្ញុំឃើញការលេងសប្តាហ៍ទី1ក៏គាត់ធ្វើអញ្ចឹងណា Yes sir ច្បាស់ទៅទៅបីពេគេក្លុកយ៉ាងណាក៏ដោយ retreat បុសិននៅតែអត់ប្រើបណ្ដៃកើចាំងកលើវិញស្រែកជេផ្អា Discord បាត់រៀបថាមើល lane ខ្ញុំហេបាទឥឡូវនេះភ្លាមគឺជាមួយនឹងការវាយទៅលើ secret បន្តិចបន្តួចសុំតោះអ្នកគ្នាភ្លេចមើល emblem មិនលឿនពេកបាទណ៎សំខាន់ឆ្មាបានលួចបានសัตว์មួយបៃតងបាទសัตว์បៃតងមួយបាទចូលក្លុកយកបើតែម្ដងជ្រុលមានជាមួយនឹងខាលីរ៉ូមើលវាយអត់វាយ double មិនសបាយចូលវាយ double តែម្ដងតើជាមួយនឹងមានការ defend ជាប់ដែរទេជាមួយនឹងការចូលក្លុកបើ2សមាជិករបស់ Valhalla បាទអត់ទេយកតែចាំងក៏បាន2ព្រោះតែសាមមិញវត្តមានរបស់ Ken គឺគាត់អត់មាន retribution អញ្ចឹងឆ្មា retreat យកជាមួយនឹងចាំងក៏មួយដកមកយកជាមួយនឹង orange របស់មិនជុំហ្គេមនេះអាស៊ីរ៉ារៀង confident នៅក្នុងការលេងដែរដែលអត់យកជាមួយនឹង spare purify បាទបើដោយសារហ្គេមបើយើងមើលទៅសតតែជាប្រភេទ hero ដែលផ្ដាច់ជាមួយនឹង ulti ផងគាត់ហើយពេលដែលគាត់បើកជាមួយនឹង ulti ងាយស្រួលក្នុងការគាត់វា load ទៅខ្លាំងមែនទែនប៉ុន្តែការលេងទាំង confident ព្រោះដោយសារបើសិនជាគាត់ fast hand គេ load ជាមួយនឹង ultimate គាត់ flick កាត់តបាទតែបើដូចខ្ញុំ slow hand ខ្ញុំត្រូវការជួយ revive បាទ100លើ100បាទយើងនិយាយចេះឆាប់បាទអូនបាទដល់ទៅ2គ្វីយកទៅដល់ជាមួយឈីម៉ាយកបានដល់ទៅ2នេះគឺមកនៅជាមួយនឹងការចាំបានទៅលើ Shadow ដកថយមកវិញនេះខ្លួននេះគ្នាអស់ expert land តាថមួយនេះ See you soon នឹង fail ក្រំដៃ Valhalla ដែរទេភ្លាមគឺជាមួយនឹងការចុះវាយយកជាមួយនឹងវត្តមានរបស់ Turtle នៅខាងក្នុងនេះខ្ញុំមកដែរសមាជិករបស់ See you soon គឺមិនមានវត្តមាននៅក្នុងការចូលយកនៅទេបលែង Turtle ឲ្យតែម្ដងបាទការលោតរបស់ឆ្មាមួយបាញ់នេះគឺល្អខ្លាំងមែនទែនស្តុក retribution មួយជាមួយនឹងថថទី1គឺបានទៅលើ team Valhalla ដូចគ្នាចំណែក goal lane វិញបើយើងប្រៀបធៀបទៅជាមួយនឹងការបិទ goal អីអត់មានបិទទេប៉ុន្តែបើយើងមើលទៅជាមួយនឹង Sol ក៏ពិបាកក្នុងការ clear lane ដូចគ្នាបាទអូ Dangerous ក្រាស់នេះមានអារម្មណ៍ថា Romer ដែល movement speed លឿនសបាយពួនស្មៅហើយសិតតែ one shot តែបើ Khalid យឺតតិចបើ Franco តែឃើញដល់ញ៉ាំបាទចាំលាមជាមួយនឹង game នេះបន្ទុក kill នៅ early game ទៅតែ1ទល់នឹង0តែប៉ុណ្ណោះតែបាន first blood ទៅលើ Shadow បាទបាន level 2កង់បាទបាន level 2កង់សម្រាប់ Romer មិញមានអារម្មណ៍ថាការលេង combo នេះ Asira អ្នក make play បើជាប់ stun Franco បាន6យ៉ាជាប់ចាប់ជើងជាប់ចាប់ជើងបាទវាយម្ដាយប្រើមួយស្គៀតែចាប់តែចឹកជាប់ចាប់ជើងប៉ក់ Franco 6 free បាទចឹងការ combo នេះបើយើងមើលទៅជាមួយនឹងខាង team Valhalla គាត់ធ្វើដូចគ្នាជាមួយនឹងការបោះបាទ Let's see គាត់ណា Fasha សួរចាប់ជាច្រឡំយ៉ាជួស៊ីនលើកហ្នឹងបាទចាំមើលជាមួយនឹង item របស់គាត់ដូចគ្នាបាទមានតំបន់បលាចេញពីOnzo បាទ Cross Sensei បានចេញតែ crossbow តែបណ្ដោះពីវត្តមានរបស់ Soul បង Sento ធម្មតានៅពេលដែល Gold Lane game អញ្ចឹងយើងត្រូវដាក់សម្ពាធតាមអ្វីយើងអាចធ្វើបានប៉ុន្តែយើងមើលសាច់ game Valhalla ថ្ងៃនេះគឺការកន្លុក lane របស់ Soul អត់កើតឡើងយកមកអញ្ចឹងបើ game នេះមាន lane game សម័យមើលថាតើ Soul នឹងអាច carry game បានអត់តែឥឡូវបើយើងមើលទៅលើ flow វិញណាPP ប្រឡេង Gold Lane ចោលហ្មងព្រោះដោយសារដឹងថាតុបលេងតុបយកមកស្មាហើយមកជួយជាមួយនឹងShadow វិញបាទ rotate នៅត្រឹម mid ហើយមកជួយនៅខាងក្រោម experience lane វិញបាទចាំមើលថទី2នេះមើលនឹងមានរូបភាពអ្វីកាត់ឡើងសម្រាប់ក្រុមទាំងពីរព្រោះភ្លាម team fight អត់មានសម្បីតែមួយ team fight មានការ pick off ក្រុមយកថទី1ថទី2ស្ងាត់ចឹងការគៀប goal lane ក៏មិនមានដូចគ្នាតែយុទ្ធសាស្ត្រសាច់ game Valhalla ថ្ងៃនេះគឺអត់មានច្រឡំហោងមែនបាទគេលួចយកកន្លងចំណេញឲ្យគាត់អត់បានដូចគ្នាសម្បីតែប៉េ hero rotate លឿនតែងាប់តែរសារ2ហ្នឹងអត់សូវមាននិស័យ clear mid ដោយសារ Romer អត់មាននិស័យយក Garrison បន្លាស់អញ្ចឹង clear lane mid អត់ទាន់អត់បាន rotate តាណាយកមកបាទឥឡូវចោលនៅ mid បាទចោលនៅ mid បាទហើយបាទថទី2ក៏មានការ spawn មកវិញនេះគ្នាប៉ុន្តែវត្តមាន team ទាំងពីរឥឡូវកែនគឺគាត់ទៅតេសជាមួយនឹងថមុនគេតែម្ដងពីវត្តមានរបស់គេសិងចូលទៀតជាមួយនឹង Combo Final Slap Flick ដកថយមកក្រោយនេះគ្នាជាមួយនឹង Shadow លោកចង់បាយយកទៅដល់ជាមួយនឹង Hand បង2ចុះ2តែ Flick ដកថយ Combo Flick ជាមួយនឹង Johnny Bay ចូលទៅលើ Secret ជាមួយនឹងកាពូ Oscar រៀងខ្លួនសំខាន់ Fast Hand ពី Secret សំខាន់ ultimate របស់ខាង CU0 អស់4ណាបាទអស់4 ultimate បាទ Speed អស់2ស្មើបើកមេបើលុយបាយយកនៅក្នុង team fight ជាមួយនឹង Hand លោកទៅលើ Asira គណៈពេល Asira នៅក្នុងចូល retreat ជាមួយនឹង Hand តែឆ្មាឆ្នាំបានចាំទាំងមកក្នុងពុះសិងវាយទៅលើ Soul នេះគឺមិនតែជាមួយនឹង Shadow តែរកកំរួយនេះគឺជាមួយនឹង Snap មិនត្រូវទៅលើ Soul នោះទេជា
ជាមួយនឹង on so លើបាយនៅខាងក្រៅហុកបានជាមួយនឹង head ដូ head បានមកទៀត អាយ៉ាប៉េប៉េចាប់ផ្ដើមហុកត្រូវហើយប៉ុន្តែអ្វីដែលអ្វីដែលគួរសោកស្ដាយមិនជាមួយនឹង on ស៊ីរ៉ាអូតែនិច3លាន IQ មិនមើលតនេះគាត់ផែកន្លងចាំមកចេញក្រៅ map ចឹងបានអត់ឃើញទេលើកលែងតែយើងទាញ finger ទៅក្រៅ map វ៉ាវអត់តន់ដឹងទេណាតអត់តន់ដឹងទេណា បាទពីរបន្តដាច់ហើយ បើបងខុស1ខុស2អាទី3ក៏ខុសបាទបាត់ក្នុងរឿងដល់បាទចាំមកមើលជាមួយ highlight បាទមិញបាទ replay បាទបូកនេះបាទ snap គាត់តម្រង់ focus លើ soul ខ្លាំងបាទបាបាញ់ត្រូវមិញដាច់ soul បាទហ្នឹងហើយមកតង់ប្រៅយកបាទចំណេញដែរមកប៉េប៉េខ្ញុំមើលមិញណាព្រោះដោយសារមុនហ្នឹងដាច់ពេលដែលពេចាប់ ultimate ណាមានឃើញពេអស់ ultimate ដែរពេខំទៅលើ head តាប៉ុន្តែ timing មួយ skill ទី2 for head ម៉ាំងដាច់ហ្មងបាទខំអោទីដាច់ខ្លួនឯងយកហ្មងបាទខាងលើស្វែងរកជាមួយនឹង Onzo hello Onzo អ្នកខ្ញុំដែរទេប៉ែហុកមួយមកជាមួយនឹងកូនប៉ែគាត់វាយប៉ែនៅក្នុងប៉មតែម្ដងដាក់ចេញមកខ្លួនឯងបាញ់ជាមួយស្មោកចាប់ខាងជាមួយនឹងប៉មក៏បានវាយទីខ្លួនឯងបតាសោវាយយកជាមួយនឹង ultimate សម្រាប់មួយTriple kill ទៅលើ Soul ជាមួយกับវាយជាមួយនឹង triple kill អត់បាន triple kill តែ kill គឺបានទៅលើ head ទៅលើ Kane អាយយមក team fight នេះមិនបាញ់មិញ Franco ខំនៅក្នុងផ្ទះធ្វើវត្តមានរបស់ Onzo ក៏ដូចជា Asira លងខ្លួនបន្ត RT ទាំងពីរបន្តបាទបណ្ដាអ្វីដែលសំខាន់ជាមួយនឹង Head បាទមិនគាត់ធ្វើបានល្អខាងតែជាមួយនឹងការ knock up skill TV របស់គាត់បាន200ហក់ជន់ច្រាមនៅនឹងយកមកបាទអាយ៉ាបច្ចុប្បន្នកាធីម Valhalla lead បាន 3k goal ក៏ដូចជាធ្វើការបង្កើត team fight យើងឃើញហើយគឺសម្រាប់ team Valhalla គឺគាត់ធ្វើបានល្អខ្លាំងមែនទែនជាពិសេសការបើក team fight ហើយឥឡូវបច្ចុប្បន្នការសម្រាប់ Soul គឺ 3-0 បាទអញ្ចឹងគឺមានហើយបាទសម្រាប់ Onzo គាត់ទៅតែបានមួយ kill ទេហើយបានវាយចេញពី early ថាចូលទៅដល់ late game Shadow final snap flick Shadow ចូលក្រោយឡើងជាមួយនឹងការផ្ទះ final snap ចូលបាន2នេះខ្លួនឯងវាយដល់ជាមួយនឹង second ឈ្នះបើមកមួយបានហើយលើកមកក្នុងបន្តទៀតនេះក្នុងឈុត retreat វិញចាំងលើទៅ2ទៅជាណានេះខ្លួនឯងជាមួយនឹងការឈរមកមុខទន្ទិញចាំ retreat ហុកបានជាមួយនឹងឆ្មាបានហើយប៉ែជាមួយនឹងការ free retreat ទៅកាន់ Kane ផងដែរវ៉ាវបាយមិញយើងចាំអត់មើលដូចគ្នាជាមួយនឹង level 8ទល់នឹង level 9ប៉ុន្តែមានការ make play ចេញពីពេហើយជាមួយនឹងក្រុម Siu ជួបបានជាមួយនឹងថតទី3ក៏ដូចមានការយកបានទី 1 trend នៅខាងផ្លូវ Midland បន្តការយកជាមួយនឹង Pop បន្តទៀតដែរប៉ាត់ជា new rising star មែនចង់និយាយមកបាទការបោកស៊ីនៅមិនធ្វើមួយរឿងអញ្ចឹងដាក់ប៉ែមកធ្វើទៀត Yes បាទឥឡូវពេពងធ្វើឲ្យហ្គេមមករៀង balance វិញណាមិញ 3k goal សតយកមកបើសិនជា total បាញ់មិញបានទៅខាង team Valhalla ទៀត game ធ្ងន់បាទ game មានតែមួយក្បាច់ចាំលេងឲ្យគេបុកមកពេហុកចូល turret អត់មានកលៈវាយចេញក្រៅមួយគេឥឡូវមានកលៈលេងនៅខាងក្រៅ50 មួយគេតដែរអូ Franco វិញតែ ground បាត់នោះខាងណាជាប់ហ្នឹងបាទខាងណាជាប់ហ្នឹងអញ្ចឹងអត់មាន hero ណាមកផ្ដាច់គាត់ទេបាទចេញតាមឲ្យ team ទី2បាទតោះអ្នកបើកមកពាក់ជីវិត2តែឥឡូវសម្រាប់ខាងលេនអត់មាននិស័យពាក់អត់មានលុយបាទអត់នេះទេព្រោះថាមើលitem កំពុងតែចល័តមែនទែនគាត់ឆ្នៃជាមួយនឹងដបងបន្លាជាមួយនឹងបន្លែដល់ Hatasi មួយទៀតណា Yes បាទយក damage ចាំបាទហើយឲ្យ team តាន់3មកបាទកំពុងរីរងមកទៀតចូលវាយបើមកពី Kane ទៅតាមដងតែប៉ែបន្តបើ team fight បន្តមកពី Asira មកបន្តពីត knock up fight ណាចូលទៅពីទៅ RPG ខាំតែជាមួយនឹង second នេះឈ្នះមកមួយនេះកំណែស៊ីចូលតែវាយយកទៅជាមួយនឹង Shadow មិនអាចយក Shadow ស៊ីប៉មកគេព្រីជាមួយនឹងប៉ែទៅលើឆ្មា Oh my god នេះប៉ែជាមួយនឹង Onzo យកបានមកគៀបន្តទៀតនេះគឺជាមួយនឹងការវាយបំទី2បន្តនៅខាងក្រោម Wow មកបោផ្លេកនេះជាមួយនឹងការខំរបស់ប៉ែគឺធ្វើបានល្អខ្លាំងតែបាន triple kill ទៅលើ Onzo swing goal មកក្បាច់8មិញសម្រាប់ CU 0ធ្វើឲ្យខាង team Valhalla គាត់អត់ទាន់ ready នៅក្នុងការ team fight យកហ្មងខ្ញុំនិយាយមែនអត់ ready ក្នុងការ team fight ហ្មងហើយណាមួយការ bet ចេញពី ultimate post stack post soul គ្រាន់តែគេចិត្តពេញ stack គេរត់ចេញគេចិត្តពេញ stack គេរត់ចេញហ្មងគេអត់ឲ្យ soul ឡើងជាមួយនឹង ultimate ទេចេញពី Kane ហើយជាមួយនឹង Shadow បាទខណៈពេលដែលប៉ែមក play ធ្វើ2រឿងបាទខំចេញវានៅ ground មួយ flick ហុកឆ្មាម្ដងទៀតបាទចំចាំមាន flicking time ទៅកាន់តែ cool down ច្រើនបាទឆ្មានេះគេដាក់ GPS លើគាត់ឲ្យហុកមកលោហ្នឹងបាទអត់បាទថ្ងៃណាមួយគាត់ sell skill TP របស់គាត់ផងបាទដើម្បី knock up ទៅលើវត្តមានរបស់ខាងក្រុម CU0 ប៉ុន្តែនៅតែប៉ែគាត់ធ្វើបានល្អជាមួយនឹងការបែកចេញមកពីទីនេះសំខាន់ណាស់រងគូវានឹងពេលដាក់ថយនេះសងសមោចឹងទៀតអូចេបាទទឺជួយនឹងការគវាគ្វេងគាត់បន្តមកក្រោយ final shot ពី Shadow ខំយកពីប៉ែដាក់
ជាមួយនឹង Secret Sing ដាក់ចូលរះជាមួយនឹង Rafael ឆ្មាចូលទៅធ្វើអ្វីយ៉ាងហើយអ្វីវិញនៅតែសូលគ្មានកណ្ដាលវាយ៉ាទីទៅខាងក្នុងជាមួយវត្តមានរបស់ Head វាយបដូរពជាពេលមិនមានវត្តមានរបស់វ៉ាវ៉ាន់វាយយកអាទីទេ អត់បានពេញ stack ទេ បាទសូលពិបាកក្នុងការចូលមែនតើដែលដើម្បីក្នុងការ pick up ទៅលើ hero មួយគឺ point ខ្លាំងពេក មួយមើលអាស៊ីរ៉ាមួយ fake admin មួយ បាទគាត់ស្មាគេនៅក្នុងស្មាគេ បាទនេះគាត់ហុកកាត់មុខ អញ្ចឹងហ៎ ខ្លាចទៅ គាត់ហុកតាមការសម័យ បាទ អីទេហុកមិនក៏ត្រូវដែរបាទព្រោះដោយសារគាត់ហុកត្រូវច្រើនហ្មងពេក ខាំយកមកខាំយកតែម្ដងមិនក្បាច់ចេញវិញចេះក្រោយនោះទេវាយយក ultimate ពីសូលតែដាក់ជាមួយនឹង secret បើកមុខមិនបាននោះទេដោយសារតែមាន Franco counter គាត់ បាទខ្ញុំសរសើរមែនតើជាមួយនឹងការ cover shadow បើសិនជាគេអត់ចូល final slash គាត់ប្រើយកមក បាទ លុះត្រាតែគេចូលមកគឺអត់មានការបំផ្លាញជាមួយនឹង ultimate របស់ Franco Go swing បាទ 10k បញ្ជាក់យ៉ាងច្បាស់ថា shadow មិនមែនតគួរទេ តាំងពីចាញ់ 3k ឥឡូវមកលិត ព្រោះសាយ 6k ចូលចិត្តលេងសិនបាទចាំភ្លាមជាមួយនឹង Lord ដើរមកផ្លូវ mid lane មិនចំនោះទេប៉ុន្តែជាមួយនឹងផ្ទះជើងតាឆាវាយជាមួយនឹង Mid Lane ក៏មក Flipping Shadow បាន3រត់ទម្លាក់ RPG យ៉ាងណាជាមួយនឹងការវាយ form នៅ Mid Lane ជាមួយនឹង form កែបដាច់ form កែបបានមួយ Shadow ឲ្យនៅពេញ Final Slash នៅពេលមួយផ្លែទៀត Lord នេះ clear យូរទីនេះសារបានវាយជាមួយនឹង Lord នោះទេឥឡូវនេះជាមួយនឹង Soul វាយ Lord កំទេចចោលមិនសិននេះក្នុងណាប៉ុន្តែ Final Slash នៅពេញក្នុង5វិនាទីទៀតតែជាមួយនឹង Shadow អត់មាន flick នោះទេហុកមិនត្រូវដូចគ្នា Minion ក្លុកជាមួយនឹង Mid Lane តើ See you soon ដកឬក៏បន្តវាយយើងជាមួយនឹងអ្នកគ្នា Minion នឹងដើរចូលដល់ទៅ3 lane តែ Shadow ចង់ទៅ Final Slash Hello សុំ Final Slash មួយដល់ចាប់ដល់ទៅ2 3នេះទម្លាក់មិនមាន RPG រះ Rafael វាយដៃទៅយ៉ាងនោះទៅជាមួយ2ភ្លាមជាមួយនឹងពេទ្យ Oh my god ទូបាយបងដល់ទៅ2នេះទាំងនេះជាមួយនឹង Asira បញ្ចប់ចំណុំនោះ 5 out is over យក Minion មកពីណាអត់មាន Minion ទេសុំ Minion 2 top lane បាទបោះស្តោតន់អត់អត់អែន បោះស្តោថាអត់តែគួរថាអែនវាយផ្ទះយកតែម្ដងជាមួយនឹង emoji See you soon ក៏បានដាក់ចូលផ្ទះឆ្មាក៏មិន respond ទៅ Minion ក៏មិន respond ទៅទេអូវាយទៀតជួយណាហ្គេមទី1ក៏បានទៅលើ See you soon មីនៀនចេញយឺតពេកមីនៀនចេញលឿនជាងហ្នឹង12ចក្រាន អត់មានអ្នក spawn ទៀតបង